តារាល្បីៗចិនទាំងប៉ុន្មានដួងនេះស្ទើរតែបាត់បង់ប្រជាប្រិយភាពទៅហើយដោយសារតែរឿងអាស្រូវផ្ទាល់ខ្លួន1តារាសម្ដែងចៅលូស៊ឺតារាសម្ដែងចៅលូស៊ឺគឺជាតារាសម្ដែងដែលមានភាពលេចធ្លោទស្សនិកជនស្គាល់នាងថាជានារីដែលមានសុភាពរាបសារប៉ុន្តែនាងបានប្រែរហស្សនាមទៅជាតារាកំពូលល្បិចទៅវិញដោយសារតែចៅលូស៊ឺតែងតែមានព័ត៌មានអាស្រូវជាមួយនឹងតារារួមអាជីពជាច្រើនដួងដូចជាចៅលីយីង លូយីហ្វៃ និងឌីរ៉ាបាជាដើមលើពីនេះទៅទៀតទស្សនិកជនតែងតែសង្កេតឃើញថាចៅលូស៊ឺតែងតែឆ្លៀតឱកាសទាញយកប្រជាប្រិយភាពរៀងរាល់ពេលដែលមានរឿងអាស្រូវចម្រូងចម្រាសតាក់ទងនឹងខ្លួននាងរហូតធ្វើឲ្យអ្នកគាំទ្រចាប់ផ្ដើមធុញទ្រាន់នឹងនាងនឹងរឿងដដែលៗទាំងនោះទោះបីជាមានរឿងអាស្រូវចម្រូងចម្រាសយ៉ាងណាក្តីក្នុងឆ្នាំ2025នេះចៅលូស៊ឺនៅតែទទួលបានការគាំទ្រនិងប្រជាប្រិយភាពខ្លាំងដដែល2យ៉ាងមីរឿងអាស្រូវដែលយ៉ាងមីធ្លាប់មានកន្លងមកនោះគឺសមត្ថភាពសម្ដែងរបស់នាងអ្នកគាំទ្របានរីកគន់ថាសមត្ថភាពសម្ដែងរបស់យ៉ាងមីនៅមានកម្រិតនៅឡើយត្បិតតែសមត្ថភាពនៅមានកម្រិតតែយ៉ាងមីនៅតែទទួលបានភាពល្បីល្បាញនិងមានអ្នកគាំទ្រច្រើនដដែល3រូបេលីនជាតារាស្រីដែលមានប្រជាប្រិយភាពខ្លាំងមែនទែនកាលពីដើមសតវត្សទី21រូបេលីនបានបាត់បង់ប្រជាប្រិយភាពរបស់នាងតាំងតែពីនាងបាននិយាយថាតារាសម្ដែងប្រុសជូជាបានចាប់បង្ខំឲ្យនាងថាខ្លួននៅអំឡុងពេលថតរឿង My Fair Princess មកម្លេះបន្ទាប់ពីមានចំនួនពាក្យសម្ដីនិងការជជែកវែងញែកតាមបណ្ដាញសង្គមអ៊ីនធឺណិតជាបន្តបន្ទាប់មកតារាសម្ដែងប្រុសលោកឈូជាក៏បានបាត់បង់អាជីពជាតារាសម្ដែងរបស់ខ្លួនផងដែរចាប់ពីពេលនោះមកទស្សនិកជនលែងចូលចិត្តរូបេលីនដូចមុនទៀតហើយលើពីនេះទៅទៀតរូបេលីនក៏ត្រូវបានគេរិះគន់ថាជាអ្នកចិត្តបន់ខ្លាំងៗផងដែរដោយសារតែគេតែងតែឃើញវត្តមាននាងក្នុងកម្មវិធីសប្បុរសធម៌ជាញឹកញាប់ប៉ុន្តែការបរិច្ចាគរបស់នាងមានតែបន្តិចបន្តួចប៉ុណ្ណោះ4 ជូតុងយូតារាសម្ដែងស្រីចៅតុងយូបានបាត់បង់ប្រជាប្រិយភាពរបស់នាងដោយសាររឿងអាស្រូវតាក់ទងនឹងរឿងស្នេហាលើពីនេះទៅទៀតបន្ទាប់ពីទទួលបានពានរង្វាន់ Trafalgar Movie Queen អ្នកគាំទ្របានចាប់ប្រកាន់នាងថារង្វាន់ដែលនាងទទួលបាននោះគឺបានមកពីក្នុងបង្អែកជើតុងយូក៏ធ្លាប់លើកលើព័ត៌មានថានាងជាតារាវាយរឹកផងដែរដោយសារតែនាងប្រកែកមិនព្រមថតរូបជាមួយនឹងអ្នកគាំទ្រនិងមិនបង្ហាញការគោរពដល់រៀនច្បងក្នុងសិល្បៈផងដែរ5 ឈឹងយីតារាសម្ដែងឈឹងយីចាប់ផ្ដើមធ្លាក់ប្រជាប្រិយភាពដោយសារតែបញ្ហារវាងអ្នកគាំទ្ររបស់ខ្លួននិងតារាប្រុសរួមអាជីពម្នាក់ឈ្មោះហួងជុនជីបញ្ហាមួយនេះបានចាប់ផ្ដើមនៅពេលដែលអ្នកគាំទ្របានចេញមកតវ៉ាមិនចង់ឲ្យតារាប្រុសក្នុងដួងចិត្តរបស់ខ្លួនរួមអាជីពជាមួយនឹងហួងជុនជីឡើយដោយសារតែលោកហួងជុនជីមានរឿងអាស្រូវដូច្នេះអ្នកគាំទ្ររបស់ឈឹងយីមិនចង់ឲ្យអាយដលរបស់ខ្លួនសម្ដែងជាមួយលោកហុងជិនជីឡើយ6 លូយូនីងបានក្លាយជាតារាមួយរូបដែលទស្សនិកជនគិតថាលោកទទួលបានការងារលើសពីសមត្ថភាពរបស់ខ្លួនជាញឹកញាប់តារាប្រុសរូបនេះតែងតែលេចមុខក្នុងភាពយន្តខ្នាតធំជាច្រើនស្របពេលដែលទស្សនិកជនគិតថាការសម្ដែងរបស់លោកនៅមានកម្រិតនៅឡើយជាងនេះទៅទៀតលោកតែងតែទាញការចាប់អារម្មណ៍ពីទស្សនិកជនមកកាន់ខ្លួនដូចជាលោកតែងតែផ្លាស់ប្ដូរប៉ារ៉ូលជាប្រចាំការផ្លាស់ប្ដូរប៉ារ៉ូលនេះធ្វើឲ្យប៉ះពាល់ដល់ក្រុមការងារនិងអ្នកដែលលោកសម្ដែងជាមួយរហូតដល់តារាស្រីជាច្រើនមិនចង់ចូលរួមសម្ដែងជាមួយលោកនោះទេជាក់ស្ដែងកាលពីឆ្នាំ2024អ្នកគាំទ្ររបស់តារាសម្ដែងស្រីយ៉ាងស៊ីមិនពេញចិត្តនឹងឲ្យតារាស្រីយ៉ាងស៊ីសម្ដែងជាមួយនឹងលូយូនីងឡើយបងប្អូនយល់យ៉ាងណាដែរចំពោះបញ្ហារឿងអាស្រូវរបស់តារាល្បីៗក្នុងដួងចិត្តបងប្អូនទាំង6ដួងនេះសូមជួយចុច like និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបន្តទៀតសូមអរគុណ